ចានខេត្តព្រះវិហារនៅវិញសមាគមការពារសិទ្ធិមនុស្សអាត6អះអាងថាខេត្តនេះមានទំនាស់ដីធ្លីច្រើនជាងគេក្នុងចំណោមខេត្តក្រុងចំនួន23ផ្សេងទៀតនៅទូទាំងប្រទេសនិងមានប្រជាប្រដ្ឋតវ៉ារឿងដីធ្លីច្រើនជាងគេផងដែរចាការពិព្រឹកថ្ងៃពុធនេះប្រជាប្រដ្ឋជាច្រើនគ្រួសារនៅស្រុករវៀងបានលើកគ្នាទៅតវ៉ាប្រឆាំងនឹងក្រុមហ៊ុនមួយដែលប្រជាប្រដ្ឋចោទថាកំពុងរំលោភយកដីធ្លីព្រមទាំងបិទផ្លូវមិនឲ្យអ្នកភូមិចេញចូលបានដើម្បីធ្វើស្រែចម្ការចាលោកហងសាយុទ្ធមានសេចក្តីរាយការណ៍អំពីបញ្ហានេះប្រជាពលរដ្ឋនិងជនជាតិដើមភាគតិចគួយមកពីភូមិចំនួន4នៃឃុំ2បានលើកគ្នាទៅមុខសង្កាត់រដ្ឋបាលព្រៃឈើរវៀងកាលពីព្រឹកថ្ងៃពុធទី5ខែសីហាក្រុមប្រជាពលរដ្ឋដែលមកពីភូមិបង្កើនផលភូមិត្រពាំងទឹមនៃឃុំរំទុំនិងភូមិរំជែកភូមិភ្នំដែកនៃឃុំរមនីគឺបំណងទាមទារឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារដោះលែងត្រាក់ទ័រមួយគ្រឿងដែលរដ្ឋបាលព្រៃឈើចាប់ពីអ្នកភូមិនោះមកវិញព្រមទាំងឲ្យផ្អាកការឈូសឆាយរបស់ក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចនៅលើដីទំនាស់ផងតំណាងអ្នកភូមិបង្កើនផលគឺលោកលីគីលោកមានប្រសាសន៍កាលពីរសៀលថ្ងៃពុធទី5ខែសីហាថាកាលពី3ខែមុនក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ចមួយឈ្មោះ Green Choice បានយកគ្រឿងចាក់ទៅឈូសឆាយធ្វើឲ្យប៉ះពាល់ដល់ដីប្រជាពលរដ្ឋចំនួន12គ្រួសារព្រមទាំងធ្វើឲ្យប៉ះពាល់ដីបម្រុងរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតបុរសដដែលបញ្ជាក់ទៀតថាក្រុមអ្នកភូមិជាច្រើនបានលើកគ្នានៅព្រឹកថ្ងៃទី5ខែសីហាគឺដើម្បីឲ្យមន្ត្រីរដ្ឋបាលព្រៃឈើបញ្ឈប់ការឈូសឆាយដីរបស់ក្រុមហ៊ុន Green Choice តទៅទៀតព្រមទាំងឲ្យក្រុមហ៊ុនឈប់រាំងផ្លូវអ្នកភូមិដែលចូលទៅធ្វើស្រែចម្ការជាដើមតែហ្នឹងគេឲ្យចូលទៅដែរប៉ះបាទធ្វើដំណើរដល់កន្លែងខ្លះគេរំជើងសង្កត់ផ្លូវក៏ដែរអញ្ចឹងទៅបាទធ្វើដំណើរទី2ហ្នឹងពីមុនមកពួកខ្ញុំរកដំណោះស្រាយឲ្យសន្យានឹងគ្នាថាឲ្យជន់ធ្វើការឈូសឆាយតទៀតទេចាំមើលដំណោះស្រាយណាមួយសំស្របដល់ពេលក្រោយមកក្រុមហ៊ុននឹងមួយថ្ងៃលួចតិចជាប្រវត្តិអត់ដឹងបងទោះយ៉ាងណាវិទ្យុអាស៊ីសេរីមិនអាចតាក់ទងអភិបាលស្រុករវៀងលោកអែសារ៉ូដើម្បីសុំការពន្យល់ជុំវិញបញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុន Green Choice បានថាយ៉ាងណានៅឡើយនាយសង្កាត់រដ្ឋបាលព្រៃឈើរវៀងលោកជ័យសេដ្ឋាមានប្រសាសន៍ថាប្រជាពលរដ្ឋដែលលើកគ្នាមកនេះគោលបំណងគឺចង់ជួបជាមួយផ្នែករដ្ឋបាលព្រៃឈើក៏ប៉ុន្តែអ្នកភូមិបានប្រមូលផ្ដុំគ្នានៅសង្កាត់រដ្ឋបាលព្រៃឈើរបស់លោកជ័យសេដ្ឋាបញ្ជាក់ថាទោះយ៉ាងណារូបលោកយល់ព្រមទទួលយកសំណើរបស់ប្រជាពលរដ្ឋដោយសូមឲ្យក្រុមហ៊ុនឈប់ឈូសឆាយពង្រីកផ្ទៃដីមួយរយៈសិនព្រមទាំងធ្វើរបាយការណ៍ដាក់ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារឲ្យពិចារណាលើការដោះលែងត្រាក់ទ័ររបស់ប្រជាពលរដ្ឋវិញផងបងប្អូនប្រជាពលរដ្ឋនឹងសូមកុំឲ្យក្រុមហ៊ុននឹងចាប់អត្រាឬមួយក៏គោយន្តដែលព្យួរទៅលើដីក្រុមហ៊ុនរដ្ឋបាលព្រៃឈើបានប្រាប់ដែរថាសូមឲ្យគាត់គិតដល់កម្មសិទ្ធិឯកជនបើពាក់ព័ន្ធនឹងឯកជនដូចមានបានកម្មសិទ្ធិឬមួយក៏គាត់អាស្រ័យផលមុនថ្ងៃ20ខែ5ឆ្នាំ2012នឹងមកអានឹងវាមិនបញ្ហាទេប៉ុន្តែបើគាត់ទៅឈូសព្រៃរដ្ឋនឹងយកទៅធ្វើចំការបន្តទៀតមិនអនុញ្ញាតទេអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តព្រះវិហារលោកឡាវច័ន្ទរកឃើញថាក្រុមហ៊ុនដីសម្បត្តិសេដ្ឋកិច្ច Green Choice កំពុងរំលោភទៅលើកិច្ចសន្យាជាមួយប្រជាពលរដ្ឋក្នុងរឿងទំនាស់ដីធ្លីនោះពីព្រោះក្រុមហ៊ុនធ្លាប់សន្យាថានឹងមិនឈូសឆាយពង្រីកផ្ទៃដីបន្តទៀតទេនៅពេលដែលទំនាស់មិនទាន់បានដោះស្រាយត្រឹមត្រូវលោកឡាវច័ន្ទឲ្យដឹងថាខេត្តព្រះវិហារមានករណីទំនាស់ដីធ្លីច្រើនជាងបណ្ដាខេត្តក្រុងចំនួន23ទៀតនៅទូទាំងប្រទេសដោយស្ថិតក្នុងលំដាប់លេខ2បន្ទាប់ពីខេត្តសៀមរាបចំណែកឯសកម្មភាពតវ៉ាឬក៏តស៊ូមតិជុំវិញរឿងទំនាស់ដីធ្លីវិញគឺស្ថិតនៅលេខរៀងទី1តែម្ដងដោយសារតែក្នុងមួយខែយ៉ាងហោចណាស់ក៏មានសកម្មភាពតវ៉ាឬក៏សម្ដែងមតិជុំវិញរឿងទំនាស់ដីធ្លីពី6ទៅ8ករណីដែរខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាប